ធីការនេះសួរថាតើការទៅនៅក្នុងព្រៃជក់អ្វីខ្លះអាសូមលើកយកតែមួយទេគឺជួបត្រង់ថាវិជាទាំងអស់នឹងមានមែនអាពីដើមក៏មិនមែនជាអ្នកជឿអីទៅលើរឿងអស់នឹងដែរតែឆ្ងល់ថាឪពុកអញម្ដាយអញធ្លាប់ប្រាប់ថាក្នុងព្រៃមានសច្ចាំងបងបត់ក្នុងព្រៃមានអ្នកសិក្សាមុនជាថាគុំវិជាផ្សេងមានអាចកំបាំងច្រើននៅក្នុងព្រៃភ្នំអញ្ចឹងតើរឿងទាំងអស់នោះវាពិតដែរទេតើគាត់និយាយមកក្នុងគោលបំណងអីបើពិតតើវាមានសភាពយ៉ាងម៉េចបើមិនពិតតែគាត់លើកមកដើម្បីកុហកយើងដើម្បីមានគោលបំណងអីទើបបានក្រោយតែពីបួសមកអាត្មាសម្រាប់ចិត្តដើរទៅក្នុងព្រៃហើយសិក្សាស្វែងយល់ទៅឃើញអញ្ចឹងមែនអ្នកនៅក្នុងព្រៃលោកបើមិនចេះវិជាការទាំងអស់ហ្នឹងទេដូចមនុស្សហែលទឹកកដោទលេអត់មានអាវពោងយ៉ាងឯងបានតែប្រមាណជាហ៊ានមុខតែត្រូវលងទឹកហើយអស់ជីវិតដែរអញ្ចឹងអ្នកទៅក្នុងព្រៃទៅអត់ចេះវិជាអីភាគច្រើនឈួតលោកទៅដងនឹងក៏ដោយតែទៅមិនស្រួលមកវិញឈួតលើហើយទៅមិនស្រួលបាត់ខ្លួនបាត់ឈឹងទៅមកខ្វះអីលោកទៅដងក្នុងព្រៃហើយបាត់ខ្លួនឈឹងហើយយើងចេះថាសច្ចាំងបាំងបាត់តែមិនបាំងបាត់ទេខ្លះស៊ីខ្លះពោះចិត្តពោះព្រៃខ្លះគ្រោះថ្នាក់ណាលោកដូចយើងនេះភ្នំកលែងភ្នំត្បែងអីថ្មមិនសូវបានចូលទេព្រោះភ្នំខាងនោះមនុស្សវាច្រើនហើយតាំងតែពីដើមភ្នំត្បែងភ្នំកលែងសម្បូរមនុស្សតាំងពីដើមមិនមែនតែមកឡើយទេព្រោះមហិន្ទ្របរិពតរាជធានីចាស់ដែរអញ្ចឹងសម្បូរមនុស្សតាំងតែពីដើមតែអញ្ចឹងបានថ្មមិនសូវទៅនងទេថ្មទៅភ្នំណាដែលគេថាអត់មនុស្សនេះមកជួយយើងចាប់ពីអារ៉ាល់នេះទៅមានតែអ្នករកក្លឹមអីទេហើយថ្មទៅដេកអស់ហើយអារ៉ាល់ជ្រេះរាំងខ្វាលភូមិប្រទល់កោះកុងកំពង់ស៊ីស្ពឺភ្នំតពណ៌ភ្នំខ្មោចភ្នំអីហ្នឹងទៅអស់ហើយមានភ្នំមួយនោះទៅផុតពីណែយើងជ្រេះទៅចូលដល់ទឹកដីកោះកុងហើយភ្នំនឹងមួយមិនជាធំទេលោកណែទំហំបែបប៉ិនភ្នំអន្តរយើងប៉ុណ្ណឹងទេតែជុំវិញភ្នំហ្នឹងណែមានបកគោក្រាក់ធំរបស់ជុំវិញបែប10ម៉ែត្រមួយបោះម៉ែត្រ10ម៉ែត្រមួយយ៉ាងដែរហើយចេះឆ្ងល់ថាទេបកគោហ្នឹងគេបោះធ្វើអីតាមពិតបកគោហ្នឹងបារាំងអ្នកបោះហ្នឹងបោះការពារថាអ្នកណាឃើញបកគោនឹងហើយទាហានបារាំងក្តីទាហានខ្មែរក្តីឬក៏បងប្អូនដែលដើរទៅរកក្លឹមក្នុងព្រៃអីកុំចូលហើយដល់បានគេហាមចូលពួកគ្រោះថ្នាក់ដោយសារមានដោយសារអីហ៎មែនទេដោយសារសត្វក្នុងហ្នឹងសត្វហ្នឹងវាមានឈ្មោះថាមេរៀកលោកប្រហែលជាស្គាល់ឬក៏មិនស្គាល់មិនដឹងទេណាតែប្រហែលជាមិនស្គាល់ច្រើនមេរៀកហ្នឹងរូបវាដូចអាម៉ាល់អញ្ចឹងតែអត់ស្លាប់ទេហើយវាធ្វើសបុកវានៅក្នុងដីអញ្ចឹងទៅហើយវាមានស្លឹកឈើដីពុកដូចសបុកកលៀពីលើអញ្ចឹងយើងដើរចូលក្តីសត្វក្តីតែចូលភ្លុកទៅដកមកវិញសល់តែជើងសល់តែឆ្អឹងទេអត់មានសាច់មកវិញទេទឹកមាត់វាប្រកែហ្មងទឹកមាត់កដៀគ្រាន់តែខំឈើដាច់ណាអានោះមិនមែនទេតែធ្លាក់ចូលភ្លុងសត្វក្តីមនុស្សក្តីដកមកសល់តែឆ្អឹងស្ងាត់តែហ្មងវាលបេះទៅតែហ្មងណាដូចតែទឹកអាស៊ីតនៅគ្រាន់តែលួយអានោះមិនដឹងជាទឹកមាត់វាសាងពីអីទេខ្លាំងជាងទឹកអាស៊ីតទៀតបើសត្វតែធ្លាក់ភ្លុងទៅដកមកគឺមានតែឆ្អឹងមកវិញទេធ្លាក់ទៅណាឆ្អឹងត្រឹមហ្នឹងអត់មានសាច់អីជាប់មកទៀតទេវាប្រកែកទឹកមាត់វាពាត់អញ្ចឹងក្នុងព្រៃលោកគួរឲ្យជាទីពិបាករស់នៅណាមិនមែនថាព្រៃស្រួលរស់នៅទេអញ្ចឹងបើមិនចេះវិជាការខ្លះដើម្បីទៅនៅក្នុងព្រៃនៅមិនកើតទេដូចលោកទៅរងថ្ងៃក្មេងៗសប្ងៃគេចូលចិត្តទៅបោះតង់ទៅកំសាន្តក្នុងព្រៃលោកហើយទៅសបាយមួយថ្ងៃពីរថ្ងៃចេះសបាយហើយលោកនៅសាកមកទឹកសាកមើលហើយកុំនៅអាព្រៃដែលគេទៅដូចតែសប្ងៃកន្លែងគេទៅលេងច្រើនដូចជាភ្នំគិរីរំអីមនុស្សទៅលេងច្រើនគ្រើទៅគេអាហ្នឹងវាមិនសូវជាគ្រោះថ្នាក់អីទេបើគ្រោះថ្នាក់ក៏វាមិនជាខ្លាំងដែរតែលោកទៅអាព្រៃអត់មនុស្សមើលហើយអ្នកដែលទៅដងក្តីលោកសច្ចាំងបងបត់ទៅបោះឲ្យសេលោកស្វែងរកធម៌អពុតប្រកាសលោកមិននៅនឹងអាព្រៃដែលមនុស្សទៅដល់លោកមិនទៅនៅអាព្រៃដែលមនុស្សមិនទៅដល់ហើយបើលោកមិនចេះវិជាខ្លះដើម្បីការពារខ្លួនលោករក្សាជីវិតលោកឲ្យរស់ទេធ្វើមិនបានធម៌ឥឡូវអញ្ចឹងឥឡូវគោលបំណងអីក៏ដោយដូចលោកត្រូវដូចកម្មវិធីក្តីបើគ្មានជីវិតទេមកសម្ភារអាត្មាមិនបាន